បាទគ្រប់ជំរាបសួរបងប្អូនអរគ្នាជួបជាមួយនឹងខ្ញុំបាទកន្លឹះខ្លីៗក្នុងការប្រើប្រាស់កម្មវិធី Microsoft Word បាទអញ្ចឹងថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនក្នុងការប្រើប្រាស់ tab បាទអញ្ចឹងអត្ថប្រយោជន៍របស់ tab ហ្នឹងគឺយើងប្រើដូចជាប្រើទៅលើមាតិកាវាយទៅលើមាតិកាឬក៏វាយជាអត្ថបទឲ្យវាស្មើជាជួរអីចឹងជាដើមបាទអញ្ចឹងបងប្អូនអាចមើលរបៀបខ្ញុំធ្វើដូចតទៅបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំសរសេរមាតិកាចឹងចោះបាទអញ្ចឹងបងប្អូនខ្ញុំដាក់នៅកណ្ដាលខ្ញុំដាក់មាតិកាបាទអញ្ចឹងចប់តមកនេះខ្ញុំបដូរ font ឲ្យស្រួលមើលតិចដាក់ font នេះអីចឹងទៅបាទហើយតមកនេះខ្ញុំដាក់តម្រឹមឆ្វេងហើយដាក់ font ម៉ែបាត់ដំបងចឹងទៅគេថា1ណាចំណុចទី1ហ្នឹងមាតិកានិយាយពីអីនិយាយពីការប្រើប្រាស់ tab អីចឹងទៅបាទការប្រើប្រាស់ tab បាទអញ្ចឹង tab ហើយបន្ទាប់មកមាតិកាវាមានចុចបាទចុចហ្នឹងនេះចុចនេះរហូតដល់ចុងចឹងទៅលេខនេះលេខទំព័រអញ្ចឹងទៅប៉ុន្តែបើសិនជាយើងធ្វើអញ្ចឹងវាយូរហើយវាអត់ស្មើគ្នាល្អទេនៅពេលដែលយើងអត់ចេះប្រើ tab យើងតែងតែវាយអញ្ចឹងហើយតមកលេខ2អញ្ចឹងទៅនេះឧទាហរណ៍លេខខ្មែរអញ្ចឹងទៅបាទអញ្ចឹងចំណុចទី2ហ្នឹងយើងដល់ការកំណត់អីចឹងទៅកំណត់ margin អីចឹងទៅកំណត់ margin បាទអញ្ចឹងយើងបើយើងធ្វើអញ្ចឹងវាអត់ស្មើហើយវាអត់នេះយូរបាទអញ្ចឹងអានឹងយើងវាយដោយដៃធម្មតាប៉ុន្តែឥឡូវឧទាហរណ៍ខ្ញុំប្រើប្រាស់ tab ម្ដងវាជួយឲ្យយើងមិនវាស្រួលជាងមុនអញ្ចឹងអានេះអត្ថបទខ្ញុំវាយហើយខ្ញុំត្រូវ select លើវាហើយខ្ញុំយក mouse មកចុចលើ ruler ហ្នឹងបាទអញ្ចឹងកំណត់មកវាចេញ tab ហ្នឹងមកអានេះគេហៅថា left tab មានន័យថាតម្រឹមឆ្វេង tab ហ្នឹងតម្រឹមឆ្វេងហើយថាខ្ញុំចង់ដល់វាយហ្នឹងខ្ញុំចុចដាក់នៅហ្នឹងមកអញ្ចឹងបើសិនមាន tab ច្រើនយើងបើសិនយើងត្រូវការច្រើនយើងដាក់ច្រើនចឹងមកតែបើត្រូវការតែមួយទេយើងគួរតែលុបវាចោលយើងទុកតែមួយបានហើយកុំឲ្យញ៉ៃអញ្ចឹងដើម្បីលុបយើងចុចលើវាជាប់ហើយទាញវាចេញមកប្រឡែងបាទហើយបន្ទាប់មកយើងត្រូវដាក់ចុចនេះនៅពេលដែលយើងដាក់ tab អញ្ចឹងយើងចុច tab នៅលើ keyboard មក keyboard ដែលអក្សរវាដាក់ថា tab ហ្នឹងយើងចុចមកវាមកដល់ស្មើនឹងនេះហើយមកដល់ស្មើនឹង tab ដែលយើងបានកំណត់ហ្នឹងហើយតែវាអត់មានចុចអញ្ចឹងដើម្បីឲ្យវាមានចុចនៅចន្លោះហ្នឹងគឺបងប្អូនដាក់ម៉ៅឥឡូវចូលមកនេះសិនparagraph ហ្នឹងមកបាទនៅក្នុង home ហើយយក paragraph ហើយយកពាក្យថា tab អញ្ចឹងចូលដល់ការកំណត់ tab ហ្នឹងហើយអញ្ចឹង tab ហ្នឹងខ្ញុំចង់កែខ្ញុំដូរទៅឲ្យវាតម្រឹមស្ដាំវិញព្រោះមាតិកាជាទូទៅគឺគេឲ្យតម្រឹមស្ដាំបាទហើយតមកចន្លោះ tab ហ្នឹងចង់ឲ្យមានបន្ទាត់អីគេនេះ leader ហ្នឹងចន្លោះ tab អញ្ចឹងដាក់ចុចហើយបន្ទាប់មកយើងយកពាក្យ set មកបាទហើយ OK អញ្ចឹងនេះនៅពេលដែលខ្ញុំចុច tab ទៅវាមានហើយចានេះចុចទៅមិនអត់មានអាទី2ហ្នឹងដោយសារខ្ញុំអត់បាន select ទាំងអស់ទៅកំណត់ទាំងអស់អញ្ចឹងធ្វើឲ្យវាជាប់តែមួយខាងលើទេអញ្ចឹងចង់ដាក់មួយទៀតធ្វើដូចមិញដែរមកតែបើសិនជាបងប្អូនធ្វើមែនទែនគឺត្រូវនេះ select ទាំងអស់មកវាយឲ្យបានបានគឺធ្វើអញ្ចឹងទាំងអស់មកអញ្ចឹងចុច tab មកបាទអញ្ចឹងថានេះលេខទំព័រលេខ2អានេះទំព័រលេខ1អីចឹងទៅបាទអញ្ចឹងលេខ1នេះទំព័រលេខ2បាទអញ្ចឹងហ្នឹងគឺដំណើរលេខទំព័រខាងនេះគឺឈ្មោះវាអញ្ចឹងអញ្ចឹងអត្ថប្រយោជន៍របស់ tab គឺវាចឹងឯងប្រើដើម្បីអញ្ចឹងហើយនឹងមួយទៀតឧទាហរណ៍ថាបើសិនខ្ញុំវាយត្រូវការវាឲ្យស្មើអក្សរស្មើគ្នាអីច្រើនអញ្ចឹងយើងត្រូវនេះឧទាហរណ៍ថាខ្ញុំឈ្មោះអ្នកឬក៏អានឹងគេហៅឈ្មោះទេគេដាក់អ្នកផ្ដើមបុណ្យឈ្មោះអ្នកផ្ដើមបុណ្យអញ្ចឹងយើងវាយស្បុតបុណ្យអីចឹងទៅបាទអ្នកផ្ដើមបុណ្យបាទអញ្ចឹងទៅការងារហ្នឹងយើងច្រើនជួបអញ្ចឹងចប់តមកតម្រឹមឆ្វេងយើងមកតម្រឹមឆ្វេងមកហើយតមក font ទីមួយគេដាក់ថាលោកអីចឹងទៅសុវណ្ណវុធីអីចឹងទៅបាទអញ្ចឹងនឹងភរិយាព្រមទាំងបុត្របាទអញ្ចឹងនៅពេលនេះនៅពេលដែលយើងត្រូវការមានច្រើនជួរលោកសុវណ្ណវុធីហ្នឹងព្រមទាំងបុត្រហើយមួយទៀតលោកច័ន្ទសុភ័ក្រអីចឹងទៅនេះខ្ញុំចេះតែដាក់ទេបាទចុះឧទាហរណ៍នឹងភរិយាព្រមទាំងកូនចៅចឹងទៅគាត់មានដល់ចៅហ្នឹងបាទហើយទៀតលោកស្រីនេះគេកម្មម៉ៃអីចឹងទៅនេះខ្ញុំចេះតែរនឹកឲ្យដាក់ទេអាហ្នឹងឧទាហរណ៍អញ្ចឹងនឹងស្វាមីព្រមទាំង
ទាំងបត់អីចឹងទៅបាទអញ្ចឹងនេះត្រូវការវាយនឹងមកឲ្យវាមានឈ្មោះនេះស្មើគ្នាបាទឈ្មោះហ្នឹងឲ្យវារត់ស្មើគ្នាមកនឹងនេះឲ្យស្មើគ្នាមកព្រមទាំងបត់នេះឲ្យស្មើគ្នាមកវាស្អាតបាទការរៀបចំបែបហ្នឹងគឺស្អាតអញ្ចឹងបើសិនយើងអត់ចេះកំណត់ tab ទេយើងអង្គុយដក clear ចេះបាទជាធម្មតាបងប្អូនដែលអត់ទាន់ចេះប្រើប្រាស់ tab អង្គុយដក clear អញ្ចឹងការដក clear អញ្ចឹងទី1យូរទី2អាចនឹងអត់ស្មើទេពេលខ្លះគឺយើងដកទៅយើងអត់ឃើញវាស្មើរៀងគ្នាល្អទេណាបាទអញ្ចឹងវាពិបាកនឹងនេះត្រូវដកឡើងនឹងបាទអញ្ចឹងដល់ពេលនេះទៅវាអត់ស្មើស្អាតទេចិញ្ចោលអញ្ចឹងមើលអត់សុខភាពអត់ល្អបាទអញ្ចឹងយើងត្រូវចេះកំណត់ tab អញ្ចឹងដើម្បីកំណត់ tab ដូចខាងលើដែរយើងត្រូវ select ហើយបើសិនជាអក្សរនឹងវាយហើយអញ្ចឹងវាយហើយឧទាហរណ៍ថាខ្ញុំកំណត់ tab ទី1នៅនេះអញ្ចឹងឲ្យវាស្មើកដាលឲ្យវា C មួយកដាលនេះទៅឲ្យស្អាតអញ្ចឹងខ្ញុំទាញ index អានេះទាញព្រំដែននៃអក្សររបស់យើងឲ្យមកក្នុងតិចបាទហើយកំណត់ tab នៅនេះ tab ទី1អញ្ចឹងវាយលោកនេះអីចឹងមក tab ទី1ឲ្យមកដល់ស្មើត្រឹមហ្នឹងហើយបន្តមក tab ទី2ត្រឹមហ្នឹងនេះឲ្យស្មើនៅទាំងនេះហើយ tab ទី3ព្រមទាំងបត់ហើយនៅដល់នេះបាទអញ្ចឹងនៅពេលដែលយើងវាយយើងប្រើ tab នេះបាទយើងលុបដក clear ចោលនេះយើងចុច tab នឹងមួយមកបាទអញ្ចឹងចុច tab មួយមកបាទចានេះដូចគ្នាយើងចុច tab មួយមកបាទអញ្ចឹងឈ្មោះហ្នឹងគឺស្មើគ្នាស្អាតអត់ចិញ្ចោលទេបាទអញ្ចឹងគេមានរបៀបរៀបរយអញ្ចឹងវាស្មើគ្នាស្អាតហើយបើសិនយើងចង់ឲ្យវាប្រឡោះណាធំតូចអីយើងចង់បរិចអីឈ្មោះខ្លះវែងអីចឹងទៅថាមីជីងអីចឹងទៅពណ៌មួយទៀតទេឧទាហរណ៍ថាអញ្ចឹងវាវែងខ្លីជាងគ្នាអញ្ចឹងដល់ពេលនេះយើងត្រូវការនេះវែងហើយបើយើងដក clear កាលណាតាកែមួយនឹងវែងត្រូវការបន្ថែម space មកមុខទៀតអានេះត្រូវអង្គុយដក clear ស្មើទៀតហើយអញ្ចឹងអត់ទេយើងប្រើ tab យើងទាញយកមកអញ្ចឹងថាប្រយោជន៍វាអញ្ចឹងឯងវាល្អអញ្ចឹងបាទអញ្ចឹងយើងចង់ទាញកម្រិតប៉ុណ្ណាក៏បានសាច់ចិត្តអញ្ចឹងវាស្មើគ្នាល្អស្អាតបាទអញ្ចឹងថាប្រយោជន៍នៃការប្រើប្រាស់ tab គឺមានប៉ុណ្្នឹងហើយបាទអរគុណច្រើនសម្រាប់ការទស្សនា